សេចក្តីស្លាប់របស់សត្វលោកមាន3កម្មមកយេនមរណៈសត្វណាតកម្មមកកាត់ផ្ដាច់ហើយគឺទៅពីមុនឯងកាប់គេដល់ពេលដល់វេលាគេមកកាប់ឯងកាប់ឯងងាប់ណាស់ពីមុនឯងបាញ់គេដល់ពេលដល់វេលាគេមកបាញ់ឯងស្លាប់ពេលនោះគេហៅថាកម្មមកយេនមរណៈតកម្មមកកាត់ផ្ដាច់ដល់ពេលដល់វេលាគឺស្លាប់អាយុកយេនមរណៈតែអាយុវាអស់ស្លាប់ហើយបញ្ញកយេនមរណៈតែបុណ្យវាអស់យើងសន្សំពីមុនបានប៉ុណ្ណាយកមកប្រើប៉ុណ្ណឹងអស់ទៅអ្នកខ្លះសំបានតិចទៅបុណ្យនឹងបន្តិចដល់កើតមកមិនតាន់ឃើញពលឺថ្ងៃផងតែបានមួយថ្ងៃពីរថ្ងៃឡប់ទៅវិញទៅអ្នកខ្លះ8 9 10ពេញកំមុំកំឡោះម៉ែឲ្យពងពេញស្រឡាញ់ក៏ត្រឡប់ទៅវិញទៅអាហ្នឹងឲ្យវាអស់បុណ្យគាត់វាសន្សំបានប៉ុណ្ណឹងពូជគាត់សន្សំបានប៉ុណ្ណឹងអាយុកយេនមរណៈអស់អាយុហ្នឹងដូចយាយតាអាយុ90 100 ជាងដែលគាត់ទុំជ្រុះមានន័យថាអាយុរបស់គាត់វាត្រូវដល់ពេលដល់វេលាហាក់បីដូចជាផ្លែឈើដែលវាកាលណាមានពណ៌លឿងហើយវាទុំហើយវាត្រូវទៅជ្រុះអស់អាយុហ្នឹងវាអញ្ចឹងវាដល់ពេលដល់វេលាត្រូវជ្រុះអាបុណ្យកុសលសំពីមុនបានប៉ុណ្ណាប្រើប៉ុណ្ណឹងអស់ហើយវាហាក់បីដូចជាជាតិទៀននិងជាតិប្រេងដែលយើងដុតនៅជាគៀងកាលណាយើងចាក់ប្រេងនឹងបានច្រើនអាចជាគៀងវាឆេះយូរហើយអាជាតិទៀននេះបើដើមវាធំវាឆេះយូរហើយបើដើមវាតូចវាឆេះឆាប់អស់អាប្រេងនោះបើយើងចាក់ប្រេងដាក់ក្នុងជាគៀងបានច្រើនជាគៀងវាឆេះយូរហើយចាក់បានតិចវាឆេះបានតិចបានឆាប់អស់ជីវិតយើងបើកាលណាសន្សំពូជនៃកុសលបានច្រើនប្រើបានយូរ80 90 100ហើយបើសន្សំបុណ្យកុសលនឹងបន្តិចយកមកប្រើបាន10 20ឆ្នាំក៏ត្រូវឃ្លាតប្រាប់ទៅ30 40 40ឆ្នាំក៏ត្រូវឃ្លាតប្រាប់ផ្សេងទីទីពីគ្នាហេតុអីបានសត្វលោកនឹងវាស្លាប់អត់ដូចគ្នាមានអាខ្លះ8មានអាខ្លះ9មានអាខ្លះ7មានអាខ្លះ100មានអាខ្លះ50មានអាខ្លះ10មានអាខ្លះ20មានអាខ្លះ5មានអាខ្លះកើតមកថ្ងៃហ្នឹងស្អែកត្រឡប់ទៅវិញអាម៉េចបើសេចក្តីស្លាប់នឹងវាមិនដូចគ្នាថាតើឲ្យដូចគ្នាអាម៉េចបើញោមពិចារណាមើលជីវិតយើងរស់នៅរាល់ថ្ងៃចរណៈដំណើរនៃការប្រព្រឹត្តរបស់យើងម្នាក់មានដូចគ្នាណាអ្នកខ្លះក៏នៅបើកភ្នែកមកពុតធាំងស្រណាំងធម្មយ៉ាងស្រណាំងសាំងធាំងស្រណាំងកាន់បាតកាន់ស្រះទៅវត្តថ្វាយគុំព្រះសាពះប្រសងពោតនៅព្រះហើយអ្នកខ្លះក៏នៅបើកភ្នែកឡើងលេងទៅជេរគេមកឌីសហើយណែមកចង់ភូមិដល់ដើមភូមិអាខ្លះបើកភ្នែកឡើងទៅលួចមន់គេអាខ្លះក៏បើកភ្នែកឡើងវាយប្រពន្ធហៅមុខហៅមាត់អាខ្លះក៏បើកភ្នែកឡើងទៅដាក់មងដាក់ធូយកជីវិតគេមក10 20ហើយបាត់ហ៎អញ្ចឹងមានន័យថាអាការប្រព្រឹត្តរបស់យើងនឹងវាផ្សេងគ្នាអញ្ចឹងអាផលនឹងឲ្យមិនដូចគ្នាគឺវាឲ្យខុសគ្នាតាមការប្រព្រឹត្តរបស់យើងបើយើងដឹងអញ្ចឹងហើយឃើញអញ្ចឹងហើយភ្ញាក់រលឹកនឹកឃើញសេចក្តីល្អសន្សំពូជនៃកុសលនឹងឲ្យបានច្រើនទាំងអស់គ្នាអញ្ចឹងទីគប្បីពិចារណាជាមេរៀនមួយទៀតបងកុំឲ្យយកសេចក្តីទុកថ្ងៃហ្នឹងមកដាក់បន្ទុកលើខ្លួនយើងថាខ្ញុំមិនបានថែទាំប្តីបានល្អឬក៏ពេទ្យមិនបានយកចិត្តទុកដាក់បានល្អឬដាក់បន្ទុកទៅលើអ្នកណាមួយកុំឲ្យដាក់បន្ទុកលើអ្នកណាទាំងអស់ពេទ្យក៏មិនអាចដាក់បន្ទុកលើពេទ្យខ្លួនយើងក៏មិនអាចដាក់បន្ទុកលើខ្លួនយើងបងប្អូនញាតិមិត្តថាអត់មានអាណាមួយមកក្បែរពេលដែលប្តីកើតសេចក្តីទុកក៏កុំដាក់បន្ទុកលើបងប្អូនគឺដូចថ្មនិយាយមិញចឹងអង្គុយក្បែរប្តីអោបប្តីក៏មិនអាចជួយបានដែរតែកាលណាពេលវេលានៃសេចក្តីស្លាប់នឹងដល់ហើយគឺគ្មានអ្នកណាជួយបានទេដូចម៉ែនិយាយជាក់ស្ដែងថាបងស្រីមួយដែលគាត់មកពីអាមេរិកមកយំអោបមកឈួរឲ្យចេះរៀបរាប់ដាក់បន្ទុកខ្លួនឯងតែបើខ្ញុំនៅក្បែរម៉ាក់ក៏ម៉ាក់អត់ចឹងដែរហ្នឹងណាចឹងមួយទៀតយើងដកសេចក្តីប្រកាន់ហើយកុំឲ្យដាក់បន្ទុកសេចក្តីទុកហ្នឹងយកមកដាក់ខ្លួនយើងដាក់បន្ទុកលើខ្លួនយើងកាន់តែខ្លាំងឡើងអាហ្នឹងក៏យើងកាត់ទៅនៅសេចក្តីទុកហ្នឹងបានខ្លះដែរ